Ok, cho nênក្នុងvideo nàyគឺយើងមកស្វែងយល់បន្ថែមទៀតនៅក្នុង edit page ដដែលចឹង edit page គឺសំខាន់មែនតើគឺមានរឿងច្រើនណាចឹងខ្ញុំបង្ហាញ 2-3 ចំណុចទៀតដែលជាជំនួយដល់យើងក្នុងការ edit video ឃើញសាលាសិស្សនឹងខ្ញុំបានដោះ text វាចេញចឹងដោះ mini pool មកគឺវាចេញបែបនេះយើងខ្ញុំដោះ inspector ដែរណាចឹងបានវាបង្ហាញបែបនេះណាមុនដំបូងគេនោះគឺយើងមកស្វែងយល់អំពីនេះនៅក្នុង layer នៅក្នុង timeline របស់យើង video នៅក្នុង timeline របស់យើងណាចឹងបើសិនជាយើងចង់ឲ្យ video របស់យើងមាន speed លឿនឬក៏យឺតអីហ្នឹងយើងអាចធ្វើបាននៅក្នុងនេះណាចឹងយើងគ្រាន់តែ right click មកយើងមកយកពាក្យថា real-time control ណានៅក្នុងមុខងារ real-time control នេះមានមុខងារជាច្រើននៅក្នុងហ្នឹងណាតែយើងអាចចង់កែប្រែទៅលើកម្រិតវីដេអូរបស់យើងបែបណាក៏បានដែរតើតងទៅនឹងល្បឿនណាអូខេយើងចុចប៉ក់មួយមកចឹងវាបង្ហាញនៅនេះដូចជា key frame អញ្ចឹងណាចុចណាចឹងខ្ញុំទាញនេះវិញតិចមកអូខេខ្ញុំដាក់ប៉ុណ្ណេះចុះអូខេចឹងបន្ទាប់មកឃើញពាក្យថា speed change ណាហើយគឺមើលខាងក្រោមនេះគឺជាភាគរយនៃ speed របស់យើងគឺ 100% គឺជា speed ធម្មតាទេណាគឺវាវីដេអូរបស់យើងថតប៉ុណ្ណាគឺ speed របស់យើងគឺវាដើរមកប៉ុណ្ណឹងទេអញ្ចឹងយើងចុចបើកន្លែង option ឡើងហ្នឹងមកអញ្ចឹងមាន option ច្រើនក្នុងនេះមានពាក្យថា add speed point មានថាជាការកំណត់កាត់វាជាកង់ណាអញ្ចឹងនៅក្នុងវីដេអូមួយ clip ហ្នឹងតើយើងចង់ឲ្យកន្លែងណាលឿនកន្លែងណាយឺតអីគឺយើងអាចធ្វើការ add point នៅកន្លែងនេះក៏បានដែរឧទាហរណ៍យើងចង់ add មួយចុចប៉ក់មកអញ្ចឹងវា add ហ្នឹងគឺដោយសារតែ playhead របស់យើងនៅកន្លែងណាគឺវាបង្កើតចំណុចនៅកន្លែងហ្នឹងឧទាហរណ៍ខ្ញុំចុច control z វិញមកឧទាហរណ៍ថាខ្ញុំចង់ដាក់កន្លែងនេះ playhead កន្លែងនេះនៅពេលដែលយើងចុចបើកមកហើយយើងយកពាក្យថា add speed point អញ្ចឹងវាធ្វើការកាត់ទៅតាមមួយចំណុចនៃ playhead របស់យើងដែលបានកំណត់ហ្នឹងអញ្ចឹងនៅក្នុងកណាត់ទាំងឡាយហ្នឹងយើងអាចធ្វើការកែល្បឿនរបស់យើងបានណាយើងចង់ឲ្យវាយឺតឬក៏លឿនយើងអាចធ្វើការកែបាននៅក្នុង change speed អញ្ចឹងវាមាន 10% 25រហូតដល់ 800% យ៉ាងទៅអាហ្នឹងវាកំណត់ប្របានប៉ុណ្ណឹងណាអញ្ចឹងចង់បានល្បឿនប៉ុណ្ណាឧទាហរណ៍ចង់បានល្បឿន150ចុច150មកអញ្ចឹងវាកាន់តែលឿនណាវាកាន់តែលឿនណាអូខេអញ្ចឹងមកយើងចង់ដូរទៀតក៏បានដូចគ្នាចុចមក change speed ហើយយើងចង់ឲ្យវាយឺតវិញយើងយក50%មកអញ្ចឹងកម្រិតវីដេអូរបស់យើងវាកាន់តែវែងអញ្ចឹងវាដើរកាន់តែយឺតឲ្យយើងណា slow មកបែបនេះណាអញ្ចឹងមកយើងចង់ reset វាវិញមកយើងក៏ចុចមកហើយយើងយកមុខងារពាក្យថា reset to 100% គឺវាទៅកាន់វីដេអូដដែលវិញណាជាវីដេអូដើមវិញគឺ 100% វិញ speed ហ្នឹងគឺ 100% វិញហើយហ្នឹងគឺមុខងារនៅក្នុងហ្នឹងហើយបើយើងចង់កែទៀតចុចបើកមកណាកែ speed អីយើងអាចធ្វើការតេស្តនៅកន្លែងហ្នឹងបានដូចគ្នាអញ្ចឹងមានន័យថាភាគរយកាន់តែតូចមានន័យថាវាកាន់តែយឺតយក 25% មកអញ្ចឹងគឺវីដេអូរបស់យើងគឺកាន់តែវែងទៅនេះអញ្ចឹងវាដើរមកយឺតឲ្យយើងហើយអូខេឃើញវា slow ហើយអញ្ចឹងមកយើងយកវីដេអូនេះយកភាគរយនេះកាន់តែធំមានថាវីដេអូរបស់យើងកាន់តែលឿនណាគុណនឹង150គុណនឹង200% វាកាន់តែលឿនគេណាមកវាលឿនយកមកតែម្ដងណាឃើញណាអូខេយើងអាចធ្វើការរំកិលមកបានចាប់ទាញមកចេះក៏បានដែរណាអាហ្នឹងវាកាន់តែយឺតឲ្យយើងវិញអូខេកាលណាយើងកំណត់បែបហ្នឹងយើងអាចធ្វើការទាញចំណុចទៅហ្នឹងក៏បានដែរណាចង់វាលឿនវិញចេះក៏បានដែរដូចគ្នាអញ្ចឹងយើងមានចំណុចpoint របស់យើងហើយអាចទាញបានដូចគ្នាអញ្ចឹងអូខេទាញ playhead មកអញ្ចឹងវាកាន់តែយឺតនៅក្នុងហ្នឹងអូខេយើងចង់ reset វិញហើយយើងចុចវិញមកអូខេយើងយក reset to 100% វិញមកអូខេវាទៅជាចំនួនដើមវិញហើយអញ្ចឹងកន្លែងនេះគេហៅថា freeze frame ហ្នឹងគឺជាការ convert រូបភាពចេញពីវីដេអូតែម្ដងអញ្ចឹងអាហ្នឹងគឺអាស្រ័យទៅលើ playhead របស់យើងនេះណាកាលណាដាក់ playhead នៅកន្លែងនេះអញ្ចឹងវា convert រូបភាពគឺចាប់ពីតំណឹងទៅអូខេយើងចុចបើកវិញមកយកពេល freeze frame អញ្ចឹងខាងមុខនេះគឺជារូបភាពហើយណាអត់មានចលនាទេណាដោយវាយកផ្នែករូបភាពនៅក្នុងវីដេអូហ្នឹងធ្វើជារូបភាពតែម្ដងណាយើងអាចចាប់ទាញមកចេះក៏បានដែរណាចាប់រំកិលមកសិតកន្លែងនេះគឺជារូបភាពតែម្ដងណាគឺណាជា fresh ណាអូខេគឺអត់មានចលនាទេអាកន្លែងនេះដូចជាយើងអាចធ្វើវីដេអូតាក់ទងទៅនឹងការ scope ទៅ scope អីមួយក៏បានឥឡូវខ្ញុំធ្វើ control set វិញទាំងអស់មកជាងឧទាហរណ៍ថាកន្លែងនេះដើរធម្មតាមកជាងកន្លែងនេះយើងធ្វើឲ្យ scope មកចឹងកន្លែងយើងអាច add point មួយមកក៏បានដែរណាចឹងយើងចុចមកភាគរយឡើងនេះមកអូខេហើយយើង add point មួយមកចឹងកន្លែងនេះយើងធ្វើការ freeze វាណាចឹងយើងគ្រាន់តែចុចបើកមួយប៉ក់មកហើយយើងយកពាក្យថា freeze frame ចឹងកន្លែងនេះគឺវានេះវីដេអូវាដើរខាងមុខនេះគឺវាមានចលនាណា
ដល់កន្លែងនេះគឺវា scope កន្លែងនេះយើងចឹងកន្លែងនេះអាចធ្វើការ load អក្សរឬក៏យើងដូចជាយើងធ្វើជាលក្ខណៈសម្រាយរឿងអីមែនណាឬក៏ជាការវីដេអូនៃការបង្ហាញពីទីតាំងណាមួយហ្នឹងទៅដល់កន្លែងនេះវាធ្វើការ scope កន្លែងហ្នឹងមកគឺវាបន្តទៀតចឹងទៅអាហ្នឹងយើងអាចធ្វើលក្ខណៈបែបហ្នឹងបានដល់យើងមិនចាំបាច់កាត់ clip ជាកង់អីទេអាហ្នឹងយើងអាចកែនៅកន្លែងហ្នឹងបានហើយមកចំណុចខាងក្រោមទៀតចុចបើកទៀតមកណាគឺជា speed RAM របស់យើងណាអញ្ចឹងមានការកំណត់ពី speed ខ្ពស់ speed ទៀបអីហ្នឹងគឺយើងអាចកំណត់បាននៅកន្លែងនេះទៀតឥឡូវឧទាហរណ៍ថាខ្ញុំចង់កាត់នៅកន្លែងនេះមួយអូខេឥឡូវខ្ញុំយក speed up កន្លែងនេះខ្ញុំចង់វាលឿនឃើញណាអញ្ចឹងវា rank ឲ្យយើងតែម្ដងណាឃើញណាអញ្ចឹងវាគិតជា point ឲ្យយើងមកកង់ឲ្យយើងតែម្ដងអញ្ចឹងយើងអាចធ្វើការសេរីទៅតាមល្បឿនហ្នឹងក៏បានដែរណាតែចាក់កន្លែងណាយើងចង់ឲ្យវាលឿនអញ្ចឹងមកកន្លែងនេះយើងចង់ឲ្យលឿនយើងដូរមកណា change speed មកយើងយកឲ្យធំមកយើងយក150ទៅវាកាន់តែលឿនកន្លែងនេះ speed ទៅនេះដល់ចូលមក vooot មកគឺវាលឿនតែម្ដងឃើញណាតែមកគឺវាធម្មតាវិញអាហ្នឹងយើងអាចកំណត់បាននៅកន្លែងហ្នឹងអញ្ចឹងណាឧទាហរណ៍ថាខាងមុខនេះយើងចង់ឲ្យលឿនដូចគ្នាដែរ add point មួយមកអូខេអញ្ចឹងកន្លែងនេះយើងចង់ឲ្យវាលឿនចុចបើកវាមកអូខេយើងយក change speed ហើយយើងយក150ដែរមកណាចឹងកន្លែងនេះគឺវាលឿននៅកន្លែងហ្នឹងយើងអញ្ចឹងវាលឿននៅកន្លែងហ្នឹងអញ្ចឹងមកយើងចង់កន្លែងនេះយឺតយើងចាប់ទាញមកនេះអញ្ចឹងអាភាគរយនេះកាន់តែតូចវាកាន់តែយឺតឲ្យយើងណាអញ្ចឹងអាណាកាន់តែភាគរយកាន់តែធំគឺវាកាន់តែលឿនរយចាប់ទាញហ្នឹងណាភាគរយកាន់តែធំទៅហ្នឹងគឺកន្លែងហ្នឹងគឺលឿនហើយណាមកវាលឿនទៅណាអូខេវាលឿនទៀតនេះគេ150វាកាន់តែលឿនទៀតហើយមកដល់វាយឺតវិញយឺតទៅយ៉ាងទៅអាហ្នឹងយើងការ add point ក្នុងការកំណត់ទៅលើ speed RAM របស់យើងបានចឹងចុចបើកទៀតមកចឹង option នេះគឺមានតែប៉ុណ្្នឹងទេនៅក្នុងហ្នឹងគេមាន speed up ល្បឿនលឿនល្បឿនយឺតនេះគឺអាច select នៅបាននៅកន្លែងនេះបាននៅក្នុងការកំណត់ទៅលើ speed change គឺមានប៉ុណ្្នឹងឥឡូវយើងចូលមកដល់ចំណុចមួយទៀតអូខេចឹងបន្តទៀតគឺយើងមកចូលចំណុចពិសេសថែមទៀតហើយគឺ inspector អញ្ចឹងយើងចុចកន្លែង inspector នេះមួយមកបោកមកអញ្ចឹងវាបង្ហាញអំពី transform ជាច្រើននៅក្នុងនេះណាអញ្ចឹងវាមាន transform នេះបើកមកណាខោហ្នឹងមកអញ្ចឹងមាន transform crop dynamic ពេលនេះគឺអត់ទាន់បើកពេលចុចចេះมันវាបើក option ណាអញ្ចឹង dynamic zoom មកយើងនេះអូខេណាអាហ្នឹងមកយើងចាំប្រើចាំយើង check មកព្រោះហ្នឹងវា zoom អាចនឹងប៉ះពាល់ទៅដល់វីដេអូរបស់យើងហើយកន្លែងនេះអាចធ្វើការ scroll ឲ្យបានណាអត់ប៉ះពាល់អីទេណា scroll មកចង់ឲ្យធំតូចនេះបានណាហើយពេលយើងចង់បិទវិញណាបិទ inspector មកយើងអាច scroll វាបានណាចង់ឲ្យតូចធំអីយើង scroll ម៉ៅកណ្ដាលរបស់យើងហ្នឹង scroll wheel ហ្នឹងអូខេហើយចង់បើកវិញចុចបកឲ្យមកគឺបើក inspector មកយើងវិញហើយចំពោះ version free គឺវាមាន option តែប៉ុណ្្នឹងទេតែបើ studio វាមានច្រើនជាងនឹងទៀតមាន tool AI ផ្សេងទៀតណាអានេះគឺជា tool AI ទេនេះអានេះវា load មកតែយើងអាចប្រើប្រាស់បានទេអញ្ចឹងវាមានមកល្មមគួរសមដែរយើងដែលអាចយើងយកទៅ edit វីដេអូបានមកគួរសមឥឡូវយើងមកចូលកន្លែងពីថា transform មួយមកអញ្ចឹងកន្លែងនេះគឺ zoom យើងដឹងហើយ zoom in zoom out យើងចុច keyframe ដាក់នៅកន្លែងហ្នឹងមកដាក់នេះម៉ៅរបស់យើងចំកន្លែងហ្នឹងមកយើងអាចធ្វើការ zoom បានណាអញ្ចឹងកន្លែងនេះគឺជាขนาดនៃវីដេអូរបស់យើងណាចំនួនទំហំប៉ុណ្ណាគឺវា load ប៉ុណ្ណឹងអានេះគឺជាវីដេអូរបស់យើងណាយើង scale មកចាអញ្ចឹងទំហំពេញរបស់វាគឺ 100% ណាយើងធ្វើការ reset វិញមកអូខេណាវា 100% របស់យើងឧទាហរណ៍ថាយើងទាញមកខូចត្រង់ទ្រីយ៉ាងមកយើងអាចចុចសញ្ញានេះមកគឺសញ្ញា reset ហើយសញ្ញានេះគឺជាសញ្ញានៃ key frame អញ្ចឹងមកយើងធ្លាប់រៀន After Effects Adobe Premiere ហើយដូចជានៅមាន CapCut ក៏មានដែរ key frame ណាអញ្ចឹងនេះគឺជា key frame ក្នុងការកំណត់ល្បឿនទិសដៅនៃចលនាបានណាអញ្ចឹងមកយើងយល់ខ្លះៗហើយតើតើនឹង key frame អាចនឹងបំបែកចលនាទាំងអស់ហ្នឹងបានអញ្ចឹងចំពោះចលនាយើងអាចធ្វើចលនានៅលើវីដេអូក៏បានចលនាទៅលើអ្វីផ្សេងក៏បានដែរហើយតែយើងយក footage យកមកដាក់នៅក្នុង timeline យើងអាចធ្វើការធ្វើចលនាបាននៅក្នុងផ្នែក inspector មួយនេះអានេះគឺជាទីតាំង x ដឹងស្រាប់គឺឆ្វេងស្ដាំណាអញ្ចឹងនៅ software After Effects ឬក៏ Premiere x ហ្នឹងគឺវាឆ្វេងស្ដាំហើយណាអញ្ចឹងហើយ y គឺលើក្រោមណាអញ្ចឹង
កម្មវិធីមួយគេតែងតែធ្វើវាដូចគ្នាអញ្ចឹងទៅកុំឲ្យវាខុសពីអញ្ចឹងបើសិនជាកម្មវិធីផ្សេង x ឆ្វេងស្ដាំទៅជាលើក្រោមវិញច្បាស់ជាវល់ពេញហ្នឹងហើយអញ្ចឹងគេកំណត់ឲ្យដូចគ្នាទៅអត់អាចយកឲ្យខុសគ្នាបានទេអញ្ចឹង x គឺឆ្វេងស្ដាំ y គឺលើក្រោមអញ្ចឹងពេលយើងចាប់ទាញទៅវាខូចត្រង់ទីកន្លែងណាយើងចុច reset វិញមកណាវាទៅធាតុដើមវិញហើយតមកទៀតគឺ rotation angle ណាគឺតកតងទៅនឹងវីដេអូរបស់យើងនេះទាញយ៉ាងម៉េចគឺវាវល់មកបែបហ្នឹងហើយអូខេ reset វិញមកហើយបន្ទាប់មកគឺ pitch អានឹងតកតងនឹងអាកំណោងកោងចឹងណាដូចជា 3D ចឹងណាអានឹងអាចធ្វើចលនាបាននៅក្នុងដែរហើយមានយ៉នេះមកអូខេអាចទាញបានណាវិទ្យាលក្ខណៈទម្រង់ជា 3D ចឹងដែរណា perspective អូខេហើយកន្លែងនេះគឺជា flip នៃវីដេអូរបស់យើងណា flip មកចេះគឺអាច flip បានណាលើក្រោមឆ្វេងស្ដាំអីនេះគឺអាច flip វីដេអូរបស់យើងបានហើយបើចង់ reset វិញចុច reset មកគឺវាមកធាតុដើមរបស់យើង reset ទាំងអស់មកអូខេអញ្ចឹងវាមកទាំងអស់វិញហើយអញ្ចឹងដល់ពេលយើងយល់អំពី keyframe ហើយมันជាពិបាកប្រហែលទេអានេះគឺជា playhead ណាឧទាហរណ៍ថា keyframe នៅកន្លែងនេះយើងចង់ឲ្យវា zoom អូខេអញ្ចឹងយើងចុចមួយប៉ក់មកអានេះគឺរក្សានៅទីតាំងដើមយើងទៅទិញ playhead មកប៉ុណ្ណេះមកហើយធ្វើការ zoom វាមកអូខេអានេះគឺចង់ណាបើយើង zoom មកចេះអូខេនេះអញ្ចឹងមើលចង់មើលតើតឹងទៅនឹង keyframe នេះយើងបើកន្លែងនេះ option មក keyframe មកយើងនឹងឃើញ keyframe នៅកន្លែងនេះហើយណាអូខេនេះគឺអាចទាញ keyframe នៅកន្លែងនេះបានណាអញ្ចឹងមានកំណត់ស្រួលបែបហ្នឹងហើយកន្លែងនេះអាចធ្វើការមើល keyframe បាននៅខាងក្រោមនេះក៏បានដែរណាចុចមកគឺមាន keyframe នៅផ្នែកខាងក្រោមទៀតអញ្ចឹងតែយើងចង់បាន keyframe ខាងលើឬក៏ផ្នែកខាងក្រោមអាហ្នឹងគឺអាស្រ័យទៅលើការកាត់របស់យើងទេតែពួកខ្ញុំចូលចិត្តផ្នែកខាងលើនេះវិញវារៀងស្រួលជាងណាអញ្ចឹងយើងដោះវិញមកអូខេព្រោះខាងក្រោម timeline នេះយើងចង់ងាយស្រួលតែកាត់ទៅលើវីដេអូរបស់យើងទេហើយផ្នែកនេះយើងអាចសេរីបានណាល្បឿននៃ keyframe របស់យើងចុច space play មកអូខេនេះវា zoom ម្នាក់អូខេអញ្ចឹងវាមានផ្សេងទៀតឧទាហរណ៍ថាយើងចង់កំណត់កន្លែងណាទៀតមកឧទាហរណ៍ថាចង់កំណត់កន្លែងនេះហើយយើងចង់ដាក់pitch ចឹងមកអូខេយើងទាញតិចមកអូខេយើងទាញទៀតមកណាទាញមកចង់កន្លែងណាកោងចេះក៏បានឥឡូវខ្ញុំចុច control set ដូចមកខ្ញុំយក2ចុះអូខេឥឡូវខ្ញុំទាញមកដាក់ទៅនេះខ្ញុំយក yacht មួយនេះទៀតមកទាញមកបានទាំងពីរតែម្ដងអូខេប៉ុណ្ណេះមកខ្ញុំទាញនេះមួយទៀតក៏បានដែរណាអូខេទាញ zoom ទៀតមកឲ្យវាធំវាមកគឺបង្កើត keyframe មកយើងណាអូខេយើងចង់បានបែបណាគឺអាច keyframe នៅកន្លែងហ្នឹងបានណាឃើញណាចង់ដូចជា 3D អញ្ចឹងណាអូខេទាញមកណាគេប៉ុណ្ណេះអញ្ចឹងទៅអញ្ចឹងគឺកន្លែងនេះគឺជា keyframe ការកំណត់ចលនារបស់យើងហើយអូខេប៉ុណ្ណេះមកណាឃើញវាដើរមកហើយអញ្ចឹងមកវា zoom ដល់ជា perspective របស់យើងនៅកន្លែងនេះអូខេវាចិត្តឲ្យយើងបែបនេះហើយវាចូលទៅធាតុដើមវិញយើងអាចធ្វើការកំណត់វាទៅដើមវិញបានដូចគ្នាអញ្ចឹងអូខេអញ្ចឹងយើងចង់បានរូបភាពរបស់យើងនៅដដែលវិញដូចដើមវិញយើងចុច reset មកវាទៅដូចដើមវិញទាំងអស់ហើយអូខេអត់ជាបញ្ហាទេ reset ទាំងអស់មកគឺវាមកវីដេអូរបស់យើងគឺមកដូចដើមទាំងស្រុងវិញហើយអញ្ចឹងមកបន្ទាប់មកគឺនៅក្នុង crops យើងអាចបង្កើតជាចលនាបានដូចគ្នាអញ្ចឹងដែរគឺតម្រឹមពីឆ្វេងនេះទាញមកវាតម្រឹមពីឆ្វេងដូចជាយើងធ្វើជាលក្ខណៈ movie អីហ្នឹងដូចជាវីដេអូ crop យើងអាច crop បាននៅក្នុងនេះអញ្ចឹងណាអញ្ចឹង crop ពីខាងស្ដាំ crop ពីខាងលើណាយើងអាចធ្វើចលនាបានដូចគ្នាអញ្ចឹងណា crop ពី bottom ខាងក្រោមអញ្ចឹងហើយយើងអាចធ្វើវីដេអូលក្ខណៈ word អញ្ចឹងមកគឺធ្វើបានដូចគ្នាឥឡូវធ្វើបង្ហាញមួយចុះឥឡូវឧទាហរណ៍ទៅដល់កន្លែងនេះខ្ញុំអាចផ្នែកខាងលើមួយហើយផ្នែក bottom នេះមួយមកអូខេខ្ញុំទាញវាមកទាញវាផ្នែកខាងលើមកអូខេក្របប៉ុណ្ណេះហើយនេះក្របពីខាងក្រោមប៉ុណ្ណេះមកណាអូខេគឺវាចេញបែបនេះហ្នឹងគឺវានៅប៉ុណ្ណឹងឲ្យយើងតែម្ដងអូខេអានេះគឺវាអាស្រ័យទៅលើនេះអានេះគឺជាទំហំនៃ timeline របស់យើង
ចឹងទំហំ timeline របស់យើងគឺយើងក៏ត្រូវសេរីឲ្យប៉ុណ្ណឹងដែរបើមិនជាយើងអត់សេរីអាទំហំនឹងប៉ុណ្ណឹងទេគឺកន្លែងហ្នឹងឃើញខ្មៅដូចគ្នាដែរនៅពេលយើង render ទៅកន្លែងហ្នឹងគឺខ្មៅហើយវាមិនមែនជា timeline របស់យើងទំហំប៉ុណ្ណឹងទេយើងឲ្យកំណត់ប៉ុណ្ណឹងមកពេលដល់កន្លែងនេះយើងទាញវាមកដើរវិញមកអូខេអញ្ចឹងវាកើតទៅជា keyframe មកចេះអូខេតិចមកអូតូឲ្យយើងហើយSpike play មកគេនេះ load មកចេះយើងចឹងយើងអាចធ្វើឲ្យវីដេអូបែប crop នឹងបានដូចគ្នាហើយនៅក្នុងនេះយើងអាចធ្វើការរំកិល keyframe របស់យើងបានហើយយើងអាចធ្វើការសេរីទៅលើល្បឿននៃ keyframe របស់យើងបានទៀតនៅកន្លែងនេះណាអូខេពេលយើងចង់សេរីទៅលើ crop របស់យើងមកនេះឃើញមានសញ្ញាក្បែរ keyframe នេះគឺជា keyframe curve ណាយើងចុចមកយើងអាចធ្វើការសេរីនេះគឺជាទម្រង់មកគេនេះយើងចង់យកបែបណា linear is in S in and S out ចឹងទៅណា S out ទេចឹងទៅណាយើងចង់យកទាំងពីរ select មកទាំងពីរមកអញ្ចឹងវាចង់ណារបស់យើងក៏វាទៅតាមនឹងដែរណាឃើញណាវាមក smooth ចឹងទាំង in ទាំង out ចឹងតែចាំបើយើងច្រឡំចុចដៃកន្លែងនេះមកវា load មកចេះណាយើងទៅចុចវាវិញមកណាពេលខ្លះនៅក្នុង DaVinci មិនតិចទេណាយើងច្រឡំដៃទៅអាចនឹងខុសត្រង់ត្រីកន្លែងណាមួយទៅឬក៏យើងចង់បានតម្រង់បែបនេះយើងអាចចុចអញ្ចឹងបានដូចគ្នាណាអូខេអញ្ចឹងបើកន្លែងណាដោះកន្លែងហ្នឹងវិញទៅណាអូខេបើយើងឆ្លាញ់បែបអញ្ចឹងយើងដោះវិញមកអូខេហើយបើយើងចង់ដោះវិញអូខេយើងចង់បាន keyframe វិញបង្ហាញ keyframe ចុចលើ keyframe គឺបង្ហាញ keyframe បង្ហាញ grab ចុចលើ grab មកអញ្ចឹងវាតែប៉ុណ្្នឹងទេ DaVinci យើងចំណាំតែកន្លែងហ្នឹងមកអ្វីដែលយើងចុចហើយចង់បង្ហាញគឺយើងចុចបើយើងចង់បិទវិញគឺយើងចុចទៅកន្លែងដើមវិញមកវានឹងដកអាកន្លែងដែលយើងចង់បង្ហាញហ្នឹងហើយដូចចង់បង្ហាញ keyframe ចុចលើ keyframe មកអញ្ចឹងវាបង្ហាញតែកន្លែង keyframe របស់យើងទេណាឃើញវាមកបែបនេះអូខេណាអញ្ចឹងឲ្យតែយើងយល់អំពីដំណើរការនៃ keyframe គឺយើងអាចបំបែកចលនាផ្សេងបានទៅតាមអ្វីយើងចង់បានហើយអញ្ចឹងខាងក្រោមហ្នឹងក៏មិនខុសគ្នាប្រហែលដែរឲ្យតែយើងយល់អំពីដំណើរការនៃការ keyframe គឺឲ្យតែឃើញសញ្ញាបែបនេះគឺយើងអាចធ្វើចលនាទៅលើ keyframe បានហើយអូខេចឹង speed change ក៏យើងអាចធ្វើបានដូចគ្នាដែរដោយនៅក្នុង speed change ខាងក្រោមក្នុង timeline ដែលយើងបានបង្ហាញពីខាងដើមអញ្ចឹងគឺយើងអាចធ្វើបានដូចគ្នាអូខេចឹងបន្តមកទៀតគឺមាន stabilize គឺតកតងទៅនឹងការធ្វើវីដេអូរបស់យើងហ្នឹងកុំឲ្យវាញ័រណាបើសិនជាវីដេអូរបស់យើងថតទៅរៀងញ័រអីគឺយើងអាចប្រើ stabilize នេះដើម្បីកាត់បន្ថយភាពញ័របានណាចុច click stabilize ប៉ក់មួយមកអញ្ចឹងវានឹងធ្វើការ stabilize វីដេអូហ្នឹងឲ្យវាកាត់បន្ថយភាពញ័របានមួយចំនួនដែរចឹងបើសិនជាយើងថតលើទូរស័ព្ទដៃលើកាមេរ៉ាដែលអត់អាចទប់លំនឹងបានយើងអាចប្រើកម្មវិធីនេះមួយគឺវាជួយកាត់បន្ថយភាពញ័របានដែរណានៅក្នុងហ្នឹងណាអូខេអញ្ចឹងវាមាន mood វាដែរវាមាន similarity វាមាន translation វាមាន perspective ហ្នឹងសិនតែជាមុខងារណាហើយយើងអាចធ្វើការសេរីបានតកតងទៅនឹង crop ratio smooth strength គឺយើងអាចសេរីបាននៅកន្លែងនេះហើយបន្ទាប់មកគឺមានអាចសេរីជាលក្ខណៈ lens ទៀតណា analyze lens នេះចាយដូចគ្នាហើយចុច analyze ទៅគឺវានឹង generate ឲ្យយើងតកតង lens correction ឲ្យយើងនេះអញ្ចឹងសម្រាប់ lens correction នេះគឺជា tool របស់ studio ទេយើងអាចប្រើប្រាស់បានទេហ្នឹងពេលយើងសេរីទៅវាដូចជា lens ដែលយើងកំពុងថតលើកាមេរ៉ាវីដេអូអញ្ចឹងណាបើសិនជាវីដេអូយើងធម្មតាអាចសេរី lens នេះបានប៉ុន្តែនេះគឺជា tool របស់ studio ទេយើងអាចប្រើប្រាស់បានទេអូខេហើយបន្តមកទៀតគឺ time and scale ហ្នឹងมันខុសគ្នាប្រហែលដែរហើយយើងអាចធ្វើការតេស្តសាកល្បងនៅកន្លែងនេះបានហើយនេះគឺជា tool AI super scale អាហ្នឹងក៏ជា tool សម្រាប់ studio ដូចគ្នាដែរអញ្ចឹងគឺក៏តែបង្ហាញទេដែលយើងអាចប្រើប្រាស់បានទេអញ្ចឹងសម្រាប់ការបន្ថែមនៅក្នុង edit page គឺមានប៉ុណ្ណឹងហើយបើចូលចិត្តសូមកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយ